មកគុទេសទៅកាន់ម៉ាឡាកានិងតាម៉ាន់នេការ៉ាលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់អគារនិងសារមន្ទីរប្រវត្តិសាស្ត្ររបស់ម៉ាឡាកាបានបើកសម្រាប់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះដែលចង់ស្វែងយល់បន្ថែមអំពីអតីតកាលរបស់ទីក្រុងជាមួយនឹងរចនាសម្ព័ន្ធដែលត្រូវបានជះឥទ្ធិពលដោយរចនាស្ថាបត្យកម្មម៉ាឡេចិននិងអឺរ៉ុបស្ថាបត្យកម្មរបស់ទីក្រុងគឺជាការកោតសរសើរចំពោះឥទ្ធិពលវប្បធម៌ផ្សេងគ្នារបស់វាសារមន្ទីរបេតិកភណ្ឌ Bebanawanya គឺជាកន្លែងទាក់ទាញដែលត្រូវតែមើលដែលផ្ដល់ការយល់ដឹងអំពីវប្បធម៌និងប្រពៃណីប្លែករបស់ប្រជាជន Peranakan វាក៏ចាំបាច់ផងដែរក្នុងការធ្វើដំណើរតាមបណ្ដោយផ្លូវJonker ដែលមានផ្សាររាត្រីដ៏រីកចម្រើននិងហាងដ៏មានមន្តស្នេហ៍ដែលលក់គ្រឿងសិប្បកម្មក្នុងស្រុកនិងតម្លៃថ្លៃសមរម្យដំណើរកម្សាន្តទៅកាន់ម៉ាឡាកាគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រវប្បធម៌និងតួនាទីរបស់ប្រទេសម៉ាឡេស៊ីទស្សនាបន្ទាយ Formosaសំណង់ដ៏សំខាន់បំផុតមួយរបស់ម៉ាឡាកាបន្ទាយ Formosa គឺជាទីតាំងដែលមិនគួរមើលរំលងសម្រាប់អ្នកដែលចាប់អារម្មណ៍លើប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍របស់ម៉ាឡេស៊ីបន្ទាយដែលជនជាតិព័រទុយហ្គាល់បានសាងសង់ក្នុងសតវត្សទី16គឺមានសារៈសំខាន់ក្នុងការការពារទីក្រុងប្រឆាំងនឹងអ្នកឈ្លានពានឥឡូវនេះអ្នកទស្សនាអាចរុករកប្រាសាទបន្ទាយនិងស្វែងរកប្រវត្តិរបស់វាអ្នកទស្សនាអាចឡើងទៅកាន់កំពូលនៃបន្ទាយដើម្បីមើលទិដ្ឋភាពដ៏ធំទូលាយនៃទីក្រុងហើយជញ្ជាំងនិងកាំភ្លើងរបស់បន្ទាយនៅតែនៅដែរលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់តើអ្នកកំពុងស្វែងរកដំណើរផ្សងព្រេងដែលមានទាំងភាពសប្បាយរីករាយនិងអប់រំមែនទេម៉ាឡេស៊ីជាប្រទេសសម្បូរទៅដោយប្រវត្តិសាស្ត្រនិងសម្រស់ធម្មជាតិជាកន្លែងតែមួយគត់ដែលមើលទៅម៉ាឡាកានិងតាម៉ាន់នេការ៉ាគឺជាទីតាំងពីរដែលគួរឲ្យចង់បានបំផុតរបស់ម៉ាឡេស៊ីហើយ Triplo ដែលជាសេវាកម្មធ្វើដំណើរកំពូលនៅក្នុងប្រទេសសូមអញ្ជើញអ្នកឲ្យទៅលេងពួកគេម៉ាឡាកាបង្អួចទៅកាន់អតីតកាលរបស់ប្រទេសម៉ាឡេស៊ីភ្ញៀវទេសចរអាចមើលឃើញគួរឲ្យចាប់អារម្មណ៍ក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ម៉ាឡេស៊ីនៅម៉ាឡាកាទីក្រុងដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងជាកន្លែងរលាយនៃវប្បធម៌ផ្សេងស្ថិតនៅចម្ងាយតែ2ម៉ោងភាគខាងត្បូងនៃទីក្រុងគូឡាឡាំពូសារមន្ទីររបស់ម៉ាឡាកានិងស្ថាបត្យកម្មអាណានិគមដែលត្រូវបានថែរក្សាយ៉ាងល្អគឺជាភស្តុតាងនៃអតីតកាលដ៏គួរឲ្យចាប់អារម្មណ៍របស់វាអតីតកាលដ៏រុងរឿងរបស់ទីក្រុងនេះបានចាប់ផ្ដើមនៅសតវត្សទី15នៅពេលដែលវាជាកំពង់ផែដ៏រីកចម្រើនសម្រាប់ពាណិជ្ជកម្មនិងជាទីតាំងដ៏សំខាន់សម្រាប់អាជីវកម្មគ្រឿងទេសលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់វិធីដ៏ល្អមួយដើម្បីស្វែងយល់អំពីអតីតកាលអាណានិគមរបស់ប្រទេសម៉ាឡេស៊ីនិងរបៀបដែលវាមានឥទ្ធិពលលើវប្បធម៌និងបេតិកភណ្ឌរបស់ប្រទេសគឺការទស្សនា Formosa Fort បន្ទាយគឺជាការរំលឹកពីអតីតកាលរបស់ប្រទេសម៉ាឡេស៊ីហើយប្រាសាទបន្ទាយឆ្មារបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្ររបស់ទីក្រុងជាកំពង់ផែពាណិជ្ជកម្មដំណើរទេសចរដែលបានណែនាំអំពីប្រវត្តិសាស្ត្ររបស់បន្ទាយអនុញ្ញាតឲ្យអ្នកទេសចរស្វែងយល់បន្ថែមអំពីឱកាសដែលបានបង្កើតទីក្រុងនិងប្រជាជនរបស់វាសម្រាប់អ្នកដែលមកលេងម៉ាឡាកាការធ្វើដំណើរទៅកាន់បន្ទាយ Formosa គឺជាសកម្មភាពដែលត្រូវធ្វើដែលនឹងធ្វើឲ្យពួកគេចងចាំអស់មួយជីវិតស្វែងយល់ពីសម្រស់ធម្មជាតិរបស់ Taman Negara Taman Negara ជាឧទ្យានជាតិដ៏ធំមួយនៅកណ្ដាលប្រទេសម៉ាឡេស៊ីអនុញ្ញាតឲ្យអ្នកទេសចរទស្សនាសម្រស់ធម្មជាតិសូមអរគុណចំពោះព្រៃទឹកភ្លៀងដ៏ក្រាស់របស់វាលភ្នំដែលមានរាងមូលនិងទន្លេដែលហូរកាត់ Taman Negara គឺជាជម្រកសម្រាប់អ្នកស្រឡាញ់ធម្មជាតិនិងអ្នកចូលចិត្តនៅខាងក្រៅសត្វខ្លាដំរីនិងសត្វស្លាបកម្រគឺគ្រាន់តែជារុក្ខជាតិនិងសត្វជាច្រើនប្រភេទដែលហៅថាឧទ្យានផ្ទះសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ